មកពីអ្វីផ្អើលស្រុកថៃព្រះសង្ឃ8អង្គសុគតបន្ទាប់ពីក្មេងប្រុសអាយុ11ឆ្នាំម្នាក់បានលួចរថយន្ត pick up មួយគ្រឿងរួចបើកបុកចូលក្បួនដង្ហែធម្មយាត្រារបស់ព្រះសង្ឃទាំងកំរោលតែម្ដងខណៈដែលពីម្សិលមិញក៏មានទាហានថៃចំនួន21នាក់បានរងរបួសធ្ងន់ផងដែរបន្ទាប់ពីរថយន្តរបស់ពួកគេបុកគ្នាក្រឡាប់ផ្ងាជើងនៅឯខេត្តយ៉ងក្រោយត្រឡប់ពីព្រំដែនចន្ទបុរីត្រាំដែលមានព្រំដែនចប់ប្រទេសកម្ពុជាក្រៅពីនេះក៏មានព្រះសង្ឃចំនួន13អង្គផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានគេប្រទះឃើញដេករាយប៉ាយនៅលើដងផ្លូវផងដែរនៅម៉ោង12ថ្ងៃត្រង់ទី2ខែកក្កដាឆ្នាំ2026កាសែតថៃខៅសូតបានរាយការណ៍ពីគ្រោះថ្នាក់ដ៏រន្ធត់នេះដែលកើតឡើងពេលព្រះសង្ឃកំពុងធ្វើធម្មយាត្រារៃអង្គាសប្រាក់ដោយបានចេញដំណើរពីក្រុងមុកដាហានឆ្ពោះទៅខេត្តឧបលរាជធានីដែលស្ថិតនៅគៀកនឹងព្រំដែនកម្ពុជាផងដែរនោះក្នុងហេតុការណ៍មានព្រះសង្ឃចំនួន5អង្គបានសុគតនៅនឹងកន្លែងភ្លាមនិង3អង្គផ្សេងទៀតសុគតនៅមន្ទីរពេទ្យយោងតាមការស៊ើបអង្កេតដំបូងបង្ហាញថាជនបង្កហេតុគឺជាអនិច្ចជនអាយុ11ឆ្នាំដែលបានលួចរថយន្ត pick up អ៊ីស៊ុយរបស់ឪពុកម្ដាយខ្លួនទៅបើកបរក៏ស្រាប់តែបង្កឲ្យកើតមានសោកនាដកម្មនេះតែម្ដងហេតុការណ៍នេះទៀតសោតក៏បានកើតឡើងស្របពេលដែលព្រះមហាក្សត្រថៃរាមាទី10បិទបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសបារាំងហើយត្រូវយាងចូលមកស្រុកវិញផងដែរខឹងបុរសបេះដូងដៃ Zelensky បើកយុទ្ធនាការ40ថ្ងៃដើម្បីបង្ខំឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនោះស្រាប់តែលោកពូទីនទ្រាំលេងបានប្រឡែងដ្រូននិងមីស៊ីលមកវាយប្រហាររង្គើទីក្រុងគៀវរាប់ម៉ោងកាលពីយប់មិញដោយបណ្ដាលឲ្យមនុស្សយ៉ាងតិច10នាក់បានបាត់បង់ជីវិតយោងតាម BBC មានតំបន់មួយចំនួនត្រូវបានជំនះមនុស្សចេញជាបន្តខណៈដែលការវាយប្រហាររបស់រុស្ស៊ីបានធ្វើឲ្យរង្គើអគារនានានៅទូទាំងទីក្រុងគៀវត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី Zelensky បានព្រមានថារុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយប្រហារទ្រង់ទ្រីធំសត្រូវមានចេតនាផ្ដោតគោលដៅលើតំបន់លំនៅឋានហើយបានសម្លាប់ជនស៊ីវិលសារជាថ្មីនេះគឺជាសម្ដីប្រធានរដ្ឋបាលយោធាប្រចាំទីក្រុងគៀវប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាខ្លួនផ្ដោតតែលើទីតាំងថាមពលតែប៉ុណ្ណោះដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីរបស់អ៊ុយក្រែនលើរុស្ស៊ីនៅព្រឹកថ្ងៃប្រហោះនេះពលរដ្ឋបើកភ្នែកឡើងឃើញតែរថយន្តកំពុងឆាប់ឆេះនិងអគារជាច្រើនបានរងការខូចខាតនៅទូទាំងទីក្រុងគៀវក្រៅពីនេះរុស្ស៊ីក៏បានវាយប្រហារលើមូលដ្ឋានយោធានិងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅភាគកណ្ដាលនិងភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើស្ថានីយ៍ថាមពលរបស់រុស្ស៊ីរាប់ចាប់តាំងពីទីក្រុងមូស្គូដល់តំបន់សមុទ្រខ្មៅរហូតធ្វើឲ្យលោកប្រធានាធិបតីពូទីនប្រកាសទទួលស្គាល់ដល់កម្រោថាឥឡូវនេះរុស្ស៊ីកំពុងប្រឈមនឹងការខ្វះខាតប្រេងហើយទាំងដែលរុស្ស៊ីជាប្រទេសផលិតប្រេងដ៏ធំបំផុតមួយក្នុងពិភពលោកបន្ទាប់ពីនាំភ្លើងសង្គ្រាមចូលដល់កណ្ដាលប្រទេសរុស្ស៊ីវិញលោក Zelensky ថែមទាំងប្រកាសបើកយុទ្ធនាការ40ថ្ងៃដើម្បីបង្ខំឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមផងដែររហូតធ្វើឲ្យលោកពូទីនក្រពុលមុខទ្រាំលេងបានទើបបើកការវាយប្រហាររង្គើទីក្រុងគៀវវិញយ៉ាងដូចនេះប៉ុន្តែឥឡូវអាវុធរបស់ខ្លួនដែលផលិតបានដោយខ្លួនឯងក៏មិនធម្មតាដែរដូច្នេះមានតែរងចាំមើលទេថាតើអ៊ុយក្រែននឹងឆ្លើយតបវិញក្នុងកម្រិតណាដើម្បីឲ្យស័ក្តិសមទៅនឹងយុទ្ធនាការ40ថ្ងៃរបស់ខ្លួននោះ